ជាមួយនឹងជំនាញ price ពាក្យទី1គឺ P price អញ្ចឹងការលើកសរសើរសូមអាចជួយបញ្យល់បងបន្តិចបានទេថាតើការលើកសរសើរហ្នឹងអាចអនុវត្តបានបែបម៉េចទៅលើបរិបទសង្គមយើងរាល់ថ្ងៃហ្នឹងដោយសារតែតាមទំនៀមទម្លាប់ពីមុនមកហ្នឹងឪពុកម្ដាយពីមុនគាត់តែថាគាត់មិនសូវហ៊ានសរសើរកូនទេព្រោះសរសើរទៅបានចិត្តចាប៉ុន្តែនៅក្នុងជំនាញមួយដែលសម្បត្តិបានលើកការពីវីដេអូមួយហ្នឹងណាចា P press ការសរសើរហ្នឹងតើនៅក្នុងនិយមនេះសម្បត្តិចង់បានន័យថាម៉េចដែរបាទបងបងប្អូនសរសើរនៅរបស់ដែលត្រូវមិនបង្អាប់នៅរបស់ដែលខុសតែបង្រៀនហើយកែអូខេឥឡូវខ្ញុំនិយាយតែការសរសើរទេចាមិនមែនសរសើរឲ្យបានចិត្តទេសរសើរបានចិត្តដោយសារយើងសរសើរខុសទី1សរសើរនៅរបស់ដែលគាត់ធ្វើត្រូវនៅរបស់ដែលកូនយើងធ្វើបានត្រឹមត្រូវចាទី2សរសើរឲ្យ specific ឲ្យជាក់លាក់នេះហៅថាការសរសើរអូខេហើយទី3សរសើរព្រោះចង់ឲ្យគាត់ធ្វើរបស់ដែលត្រូវនឹងបន្តធ្វើរបស់នឹងឲ្យត្រូវតទៀតចាចឹងខ្ញុំសង្ខេបមកប៉ុណ្ណេះសិនមិនមែនសរសើរបានចិត្តទេសរសើរបានចិត្តពីព្រោះសរសើរខុសមិនមែនសរសើរទៅនឹងរបស់ដែលខុសទេណាសរសើរខុសក្បួនសរសើរអញ្ចឹងយើងគួរតែបន្តសន្ទនាមួយគ្នាថាសរសើរដែលត្រូវសរសើរយ៉ាងម៉េចសរសើរដោយជាក់លាក់សរសើរយ៉ាងម៉េចបាទសរសើរដោយបន្តការឲ្យធ្វើត្រូវនឹងយ៉ាងម៉េចអានឹងយើងគួរជជែកគ្នាបន្ថែមទៀតអញ្ចឹងគ្មានទេដែលពាក្យថាសរសើរឲ្យបានចិត្តសរសើរដែលខុសក្បួនទេដែលធ្វើឲ្យកូនបានចិត្តចុះសរសើរជាក់លាក់ហ្នឹងសរសើរបែបម៉េចទៅខ្ញុំនឹងធ្វើការឆ្លើយតបជូនបងពីព្រោះខ្ញុំបានដាក់តម្រុយឲ្យបងសួរខ្ញុំហើយចាទី1យើងសរសើរតាមវ័យកូនតាមវ័យខ្ញុំឧទាហរណ៍កូននៅក្នុងវ័យចន្លោះពី0ឆ្នាំទៅ1ឆ្នាំ2ឆ្នាំ3ឆ្នាំអីចាគឺយើងសរសើរនៅអ្វីដែលគាត់ធ្វើបានត្រូវហើយសរសើរនៅក្នុងការផ្ដល់គុណតម្លៃខ្ញុំឧទាហរណ៍ថាកូនអាយុ1ឆ្នាំកន្លះលេងជាមួយបងចេះចែកថយចែកឧបករណ៍លេងណាចែកគ្នាគាត់ណាបងឃើញទង្វើបែបហ្នឹងមួយគត់បងចាំឡើងសារភ្លាមបងថាកូនម៉ាក់ល្អមែនចេះចែករបស់លេងឲ្យបងចាអូខេជាងយើងសរសើរនៅគុណតម្លៃចេះចែករំលែកកូនម៉ាក់ល្អមែនគុណតម្លៃនេះចែករំលែកអូខេកូនម៉ាក់ចេះរៀបចំរបស់របរដែលកូនលេងហើយនេះហៅថាសរសើរដែលត្រឹមត្រូវសរសើរដែលមិនត្រឹមត្រូវកូនខ្ញុំល្អណាតែមិនដឹងល្អពីអីពីព្រោះអត់ជាក់លាក់គឺសរសើរថាគាត់ល្អនៅរបស់ដែលគាត់បានធ្វើដោយជាក់លាក់អញ្ចឹងបានន័យថាម៉ាក់មិនមែនសរសើរកូនទូទៅទេម៉ាក់សរសើរទៅលើសេចក្តីល្អដែលកូនបានធ្វើហើយនៅពេលដែលកូនធ្វើល្អឆ្លោះបញ្ចាំងថាកូនជាមនុស្សល្អចាក៏ប៉ុន្តែមិនមែនជាការគ្រាន់តែសរសើរថាកូនខ្ញុំល្អណាកូនខ្ញុំអស្ចារ្យណាអស្ចារ្យរឿងអីធ្វើល្អរឿងអីអញ្ចឹងនាំឲ្យកូនគាត់វង្វេងគាត់ច្រឡំថាខ្លួនគាត់ល្អមែនចាសូម្បីតែកូនគាត់ធ្វើខុសក៏នៅតែកូនខ្ញុំល្អនេះហើយដែលជាការសរសើរខុសដែលឈានទៅរកការដែលបានចិត្តនឹងឯងបងចាអញ្ចឹងសរសើរដែលត្រូវគឺសរសើរនៅនឹងទង្វើដែលគាត់ធ្វើបានត្រូវចាហើយមិនបន្ទោសបង្អាក់នៅអ្វីដែលគាត់ធ្វើខុសតែបែរជាការកែប្រែបង្រៀនគាត់ហើយធ្វើឲ្យគាត់មើលថាមិនបានហៅតែត្រូវជិះខ្ញុំឆ្លើយតបជូនបងប៉ុណ្ណេះសិនដើម្បីឲ្យបានជ្រាបថាសរសើរជាក់លាក់គឺសរសើរនៅរបស់ដែលគាត់ធ្វើបានត្រូវនេះគឺជាការសរសើរចំពោះកូនក្មេងៗបើសរសើរចំពោះកូនដែលវ័យរៀងធំបន្តិចចាខ្ញុំឧទាហរណ៍កូនអាយុ7ឆ្នាំ8ឆ្នាំអីយើងអាចសរសើរដោយណែម៉ាក់សរសើរកូនណាដែលកូនបានចេះជួយយកសារមិត្តភ័ក្តិត្រង់ដែលកូនចេះសួរនាំពេលមិត្តភ័ក្តិលំបាកចាម៉ាក់សរសើរកូនណានៅពេលដែលកូនចេះផ្ដល់គំនិតឲ្យម៉ាក់ចាម៉ាក់សរសើរកូនណានៅពេលដែលកូនចេះជួយដាំបាយចេះធ្វើកិច្ចការងារផ្ទះដើម្បីយើងជួយសម្រាលបន្ទុកគ្នាដដែលសរសើរនៅក្នុងអត្តន័យដែលគាត់ធ្វើសកម្មភាពបានត្រឹមត្រូវឲ្យជាក់លាក់បាទអញ្ចឹងគ្រាន់តែពាក្យសរសើរបែបនេះគឺជាការផ្ដល់ឲ្យគាត់បានយល់ឃើញថាសកម្មភាពទាំងអស់នេះបំរើគុណតម្លៃឲ្យគាត់ជាមនុស្សល្អចា៎មិនមែនគាត់ជាមនុស្សល្អអូតូម៉ាទិកទេមនុស្សល្អបានដោយសារតែគាត់បានធ្វើសកម្មភាពដែលមានគុណតម្លៃបាទយើងជូនបងប៉ុណ្ណេះសិនអូខេសរសើរឲ្យត្រូវ specific ជាក់លាក់ហើយត្រូវសរសើរតាមវ័យទៀតមែនទេបាទសរសើរតាមទម្រង់វ័យទៀតបានន័យថាពុកម្ដាយគាត់ត្រូវតែឆ្លាតឆ្លៀសខ្លាំងមែនតើហ្មងចា៎
ឆាឆ្លៀសខ្លាំងណាស់បើមិនចឹងទេតើយើងត្រូវទៅទៅសារកូនបែបម៉េចខុសការខុសវេលាទៅជាបានចិត្តមែនអញ្ចឹងពាក្យចាស់ក៏ប៉ិតនិយាយត្រូវដែរប៉ុន្តែគ្រាន់តែថាបន្ថែមពីលើចិត្តកាន់តែលំអិត ដើម្បីបកស្រាយឲ្យយល់ ចុះសម្រាប់ភាពឆ្លៀសវៃរបស់ឪពុកម្ដាយអូនក្នុងការលើកទឹកចិត្តហ្នឹងតាមវ័យមួយហ្នឹងតើមានសារៈប្រយោជន៍បែបម៉េចខ្លះហើយ ទី1ធំបំផុតភាសាបច្ចេកទេសគេហៅថា develop self esteem develop self self esteem ហ្នឹងគឺភាសាបរទេសទេពីខ្មែរនិយាយស្រួលស្ដាប់បានទេថាគឺជាទំនុកចិត្តដែលកូនជឿថាខ្លួនឯងអាចធ្វើរឿងហ្នឹងបាន អូខេ អញ្ចឹងការសរសើរហ្នឹងគឺជាការបណ្ដោះទំនុកចិត្តចេញពីកូនខ្លួនឯងហ្នឹងបានន័យថាកូនគាត់ធ្លាប់បានទទួលពាក្យពីឪពុកម្ដាយគាត់ថាកន្លែងសកម្មភាពនេះគាត់ធ្វើបានល្អហើយឪពុកម្ដាយគាត់សរសើរគាត់ក្នុងន័យថាគាត់មានសមត្ថភាពដើម្បីធ្វើហ្នឹងឲ្យត្រូវឲ្យល្អទៀតទទួលបានការសរសើរអញ្ចឹងចំណុចទី1ធំបំផុតគ្រាន់តែពាក្យពេចន៍ក្នុងការសរសើរជារឿយៗនៅលើរបស់ដែលត្រូវឲ្យនឹងជាក់លាក់នេះគឺជាការបណ្ដោះនៅ self esteem គំនិតដែលកូនគិតថាខ្លួនឯងអាចធ្វើរឿងមួយហ្នឹងទៅបានកន្លែងចំណុចនេះសំខាន់ណាបងនៅពេលដែលកូនគាត់ពេញវ័យកម្លាំងធំបំផុតរបស់មនុស្សដើម្បីចាប់ផ្ដើមធ្វើកិច្ចការងារគឺការជឿជាក់ថាខ្លួនឯងអាចធ្វើបានមិនទាន់បានធ្វើណាត្រូវមិនទាន់បានធ្វើសកម្មភាពហ្នឹងទេប៉ុន្តែមានសេចក្តីជឿជាក់ថាខ្ញុំអាចធ្វើវាបានចាហេតុអីពីព្រោះគាត់ត្រូវបានធ្លាប់លឺនៅសកម្មភាពទាំងឡាយណាគាត់ធ្វើបានជោគជ័យល្អហើយឪពុកម្ដាយសរសើរគាត់នេះជាចំណុចទី1និយាយអំពីផលប្រយោជន៍ក្នុងការសរសើរចាចំណុចទី2ផលប្រយោជន៍ក្នុងការសរសើរគឺផ្ដល់យកនូវភាពច្បាស់លាស់ដើម្បីឲ្យកូនដឹងថាចំណុចដែលធ្វើត្រូវបន្តធ្វើអញ្ចឹងគាត់មានស្មារតីក្នុងចិត្តនៅពេលដែលគាត់ develop ធំទៅបានន័យថាគាត់ត្រូវតែធ្វើរឿងដែលត្រូវធ្វើរឿងដែលល្អធ្វើហើយធ្វើទៀតមិនបោះបង់រឿងល្អហ្នឹងទេអញ្ចឹងគាត់បែរជាមិនបាក់ទឹកចិត្តនៅពេលដែលគាត់ជួបឧបសគ្គចាមនុស្សនៅពេលដែលជួបឧបសគ្គគាត់ភ្លេចគិតអំពីសេចក្តីល្អដែលគាត់បានធ្វើហើយដោយសារគាត់អត់ត្រូវបានការសរសើរជារឿយៗហើយដកជាប់នៅក្នុងចិត្តរបស់គាត់អញ្ចឹងនៅពេលដែលគាត់ធ្វើខុសអីមួយភ្លាមកំហុសនោះទាញយកមកដំបងមុនគណៈពេលដែលរំសាយចោលការគិតអំពីសមិទ្ធផលដែលគាត់ធ្វើបានល្អនេះជាចំណុចមួយដែរដែលឪពុកម្ដាយប្រហែលជាខ្វះខាតក្នុងការផ្ដល់ជូននៅការសរសើររបស់ដែលត្រូវទៅលើកូនអញ្ចឹងចំណុចផលប្រយោជន៍ទី2នេះគឺការរក្សាបាននៅធ្វើហើយធ្វើទៀតមិនបាក់ទឹកចិត្តនៅពេលដែលធ្វើកំហុសមួយឬក៏ពីរណាខុសហើយបោះបង់នៅសមិទ្ធផលដ៏ច្រើនដែលធ្លាប់ធ្វើបានជោគជ័យចាខ្ញុំសង្ខេបប៉ុណ្ណេះសិនជូនបងដើម្បីបានជ្រាបអំពីថាផលប្រយោជន៍វាយ៉ាងម៉េចស្ដាប់ហើយពិតជាមានអារម្មណ៍មួយថាពួកយើងជាឪពុកម្ដាយគួរតែព្យាយាមរៀនហើយសិក្សាស្វែងយល់ឲ្យមែនតើអំពីការសរសើរហ្នឹងពីព្រោះទំនុកចិត្តឬមួយក៏ភាពក្លាហានក្នុងការដែលកូនគាត់ត្រូវយកប្រើប្រាស់នៅពេលដែលគាត់ធំពេញវ័យចេញទៅប្រឡូកសង្គមខាងក្រៅណាបើសិនជាគាត់អត់មានភាពក្លាហានឬមួយក៏ទំនុកចិត្តនេះគឺអាចនិយាយថាដំណើរជីវិតរបស់គាត់ហ្នឹងគឺរៀងពិបាកចាអរគុណចុះតាក់ទងជាមួយនឹងវប្បធម៌សង្គមដែលយើងរស់នៅរាល់ថ្ងៃនេះឪពុកម្ដាយនៅប្រទេសខ្មែរយើងណាតើគួរតែយកទៅទុកដាក់ហើយអនុវត្តសម្រាប់ការលើកទឹកចិត្តហ្នឹងបែបម៉េចទៅពីព្រោះដោយសារតែបងឃើញហើយថានៅស្រុកក្រៅអូនគេលើកទឹកចិត្តខ្លាំងណាស់ទោះបីកូនរៀនធ្លាក់កណ្ដាលក៏គេនិយាយថា you did the best job already ទោះបីបន្ទុកប៉ុណ្ណឹងគឺគេលើកទឹកចិត្តរហូតហ្មងប៉ុន្តែបើនិយាយពីសង្គមខ្មែរយើងញ៉ាបងចង់ប្រៀបធៀបកន្លែងហ្នឹងកន្លែងចំណុចនេះខ្ញុំចង់សាកល្បងឆ្លើយទៅជា2ជំហានទី1ខ្ញុំចង់កែសម្រួលបន្តិចពីដែលថាទោះបីកូនប្រឡងធ្លាក់ក៏ដោយក៏យើងលើកទឹកចិត្តថា you did the good job already កន្លែងចំណុចនេះខ្ញុំចង់ be specific បន្តិចចង់បញ្ជាក់ឲ្យមានសេចក្តីច្បាស់លាស់បន្តិចចានៅក្នុង literature នៅក្នុងការស្រាវជ្រាវគាត់គេបានបញ្ជាក់ច្បាស់ណាថាបងថាយើងមិនចាំបាច់សរសើរកូនទាល់តែកូនផលិតផលបាននោះទេយើងត្រូវសរសើរនៅ process ដំណើរខិតខំរបស់កូនពេលខ្លះកូនគាត់បានខិតខំក៏ប៉ុន្តែលទ្ធផលវាអត់ទាន់បានវាអត់ទាន់ជោគជ័យបើលទ្ធផលបានជោគជ័យយើងសរសើរទៅពីព្រោះគាត់ធ្វើបានជោគជ័យចូលបងប្អូនកុំភ្លេចថាលទ្ធផលគឺជាផលទេសកម្មភាពនោះទេការប្រឹងប្រែងនោះទេគឺជាការដែលជាហេតុនាំឲ្យបានលទ្ធផលនោះពេលខ្លះយើងភ្លេចយើងសរសើរតែទៅលើលទ្ធផលអញ្ចឹងពាក្យថា you did good already នោះគឺមិនមែនបានន័យថាកូនធ្វើអាក្រក់ហើយថាអ្នកឯង did good already ទេគឺចង់បានន័យថាយើងសរសើរទៅលើការប្រឹងប្រែងរបស់គាត់ទោះបីជាលទ្ធផលមិនទាន់បានអញ្ចឹងអ្វីដែលយើងសរសើរ be specific ឲ្យច្បាស់លាស់ថាម៉ាក់
ប៉ាប៉ិតជាសរសើរទៅលើការខិតខំប្រឹងប្រែងពីមួយថ្ងៃការអានសភៅរបស់កូនការប្រឹងប្រែងធ្វើលំហាត់របស់កូនទោះបីកូនមិនទាន់បានជាប់ចំណាត់ថ្នាក់លេខ1លេខ2លេខ3យ៉ាងណាមែនប៉ុន្តែប៉ាម៉ាក់ជឿជាក់ថាឲ្យតែកូនប្រឹងប្រែងបែបនេះនេះគឺយើងសរសើរទៅលើ process យើងសរសើរទៅលើកិច្ចការងារប្រចាំថ្ងៃរបស់គាត់ជាភាពវិជ្ជមានមិនមែនថា you did good already អ្នកឯងលេខ100ហើយ you did good already មិនមែនបែបនេះទេនេះគឺជាការកែសម្រួលទី1ដែលខ្ញុំចង់លើកឡើងចំណុចទី2ដែលឆ្លើយតបជាមួយនឹងសំណួរបងសួរថាចុះទស្សនវិជ្ជាសប្តាហ៍ថ្ងៃសង្គមសប្តាហ៍ថ្ងៃយ៉ាងម៉េចខ្ញុំចង់ជំរាបថាជាឪពុកម្ដាយត្រូវច្បាស់លាស់អំពីថាកន្លែងណាជាដែនអំណាចរបស់ខ្លួនឯងក្នុងការធ្វើកិច្ចសន្ទនាជាមួយកូនអូខេយើងមិនអាចបិទមាត់សង្គមទាំងអស់បានទេក៏ប៉ុន្តែសមត្ថភាពនិងដែនអំណាចរបស់ឪពុកម្ដាយចំពោះកូនមាន2ធំទី1ពន្យល់ជជែកនិងបកស្រាយអំពីពាក្យពេចន៍សង្គមទាំងឡាយដែលកូនសង្កេតបានយល់បានចា៎ក្នុងន័យនេះបែបម៉េចឧទាហរណ៍ថាកូនមើលពី social media កូនទៅជួបមួយគ្រូកូនទៅជួបមួយមិត្តភ័ក្តិអីចឹងជាដើមគាត់រៀបរាប់ប្រាប់យើងណាយើងឲ្យកន្លែងជំហានបន្ទាប់ទៅ description ដែលយើងនឹងនិយាយនោះគឺថាគាត់រៀបរាប់ប្រាប់យើងហើយយើងនឹងធ្វើការសាំងយកវាយតម្លៃវែកញែកនៅរបស់ទាំងអស់នោះណាមួយខុសណាមួយត្រូវដើម្បីបានពិភាក្សាជាមួយកូនអញ្ចឹងកិច្ចការខ្លះសរសើរបញ្ជោគឺសរសើរនៅចំណុចដែលមិនគួរសរសើរតែបែរជាសរសើរអញ្ចឹងយើងត្រូវលើកវែងញែករបស់ទាំងអស់ហ្នឹងមកប្រាប់កូនថាកូនការសរសើរបែបនោះនឹងមិនទំនងឡើយពីព្រោះវានឹងធ្វើឲ្យកូនហ្នឹងច្រឡំនៅរបស់ដែលមិនល្អថាជារបស់ដែលល្អនឹងដែលយើងវែងញែកទៅនឹងទស្សនវិជ្ជាសង្គមក្រោមការជជែកគ្នាជាមួយកូនចា៎នេះជាដែនសមត្ថភាពរបស់ឪពុកម្ដាយដែលអាចធ្វើបានមិនមែនទៅបិទមាត់សង្គមមិនឲ្យធ្វើការជជែកនឹងឲ្យកូនបានទទួលនោះទេនឹងចំណុចទី1ចំណុចទី2ម្ដាយឪពុកផ្ដល់នៅសុភវិនិច្ឆ័យក្បួនក្នុងការគិតដើម្បីសរសើរនៅលើរបស់ដែលត្រូវតែមិនបង្អាប់នៅលើរបស់ដែលខុសតែបែរជាការបង្រៀនក្នុងន័យនេះខ្ញុំចង់ផ្ដោតសំខាន់ទៅលើថាមនុស្សសរសើរទៅលើរបស់ដែលត្រូវអាចសរសើរបានចា៎ក៏ប៉ុន្តែរបស់ដែលខុសជាទូទៅយើងតែងប្រើ negative word ការបង្អាប់ការជេរស្ដីការ blame ចំណុចនេះមិនមែនថាទស្សនវិជ្ជាទាំងអស់ហ្នឹងមិនល្អ 100% ទេប៉ុន្តែនៅក្នុងលក្ខខណ្ឌទេក៏ប៉ុន្តែសួរថាបើល្អមែនទេអត់មិនល្អទេផ្ទុយទៅអំពីការជេរស្ដីផ្ទុយទៅអំពីការប្រមាថផ្ទុយពីការមើលងាយបែរជាមកវែកញែកហើយនឹងបង្រៀនខ្ញុំឧទាហរណ៍ដូចជារឿងដែលកូនធ្វើខុសមួយយើងអាចសាកល្បងក្នុងការវិភាគជាមួយកូនថាទស្សនវិជ្ជាបែបនេះលទ្ធផលប្រហែលជាមិនល្អពេកទេកូនសាកល្បងគិតមើលថាតើមានរឿងអីខ្លះដែលធ្វើទៅឲ្យមកបានផលបែបនេះសកម្មភាពមួយចំនួនណានោះប្រហែលជាមិនទាន់ល្អត្រឹមត្រូវទេមិនទាន់ល្អត្រឹមត្រូវមិនមែនកូនឯងខុសហើយឈប់ធ្វើវាទៀតមិនមែនអញ្ចឹងទេមិនល្អត្រឹមត្រូវគ្រប់គ្រាន់កូនគួរតែកែប្រែជំរឿសកន្លែងនេះហើយខ្ញុំចង់សំដៅទៅដល់សមត្ថភាពនឹងដែនអំណាចរបស់ឪពុកម្ដាយដែលទី1វិភាគវែកញែករបស់ល្អរបស់មិនល្អនៅក្នុងសង្គមមកកាន់កូនចំណុចទី2គឺដូរទៅអំពីការ blame ការជេរស្ដីបតិចផ្ដាសាបែរជាមកការវិភាគហើយនឹងបង្រៀនអញ្ចឹងពេលនោះកូននៅក្នុងខួរក្បាលរបស់គាត់ពោពេញទៅដោយភាពវិជ្ជមានមិនមែនវិជ្ជមានគឺស្អីក៏ល្អស្អីក៏ត្រូវនោះទេក៏ប៉ុន្តែវិជ្ជមានក្នុងន័យថាគាត់អាចវិភាគច្បាស់លាស់ជាជាងមានតែ2បាតដៃក្នុងដៃតែធ្វើល្អម៉ាក់ប៉ាខ្ញុំសរសើរដល់ពេលខ្ញុំធ្វើអាក្រក់ត្រូវបានគាត់ជេរត្រូវបានគាត់ស្ដីឲ្យអញ្ចឹងមនុស្សចាប់ដើមបែងចែកខួរក្បាលទៅជា2ឯងប៉ុន្តែនៅពេលដែលគាត់ធ្វើល្អម៉ាក់ប៉ាសរសើរចា៎ធ្វើអាក្រក់ធ្វើខុសម៉ាក់ប៉ាបានវែកញែកហើយបង្រៀនឲ្យធ្វើត្រូវអញ្ចឹងគ្មានទេទស្សនវិជ្ជាតូចចិត្តស្អិតទ្រូងនៅក្នុងខ្លួនរបស់កូនឡៃនេះហើយគឺជាជំនាញនៅក្នុងការចិញ្ចឹមកូនដោយវិជ្ជមានបែបនេះឯងចាចុះសម្រាប់ការប្រៀបធៀបវិញមានឪពុកម្ដាយមួយចំនួនគាត់ចូលចិត្តអូខេឥឡូវទៅសារគាត់មានទម្រង់ទៅសារហើយបាទប៉ុន្តែហើយជាពេលខ្លះគាត់ភ្លេចខ្លួនគាត់ប្រៀបធៀបកូនគេចែកកូនឯងចែកហ្នឹងមិនដែរចំណុចនេះខ្ញុំឆ្លើយតបពីរដែរចាឆ្លើយតបទី1មិនមែនគ្រប់ការប្រៀបធៀបទាំងអស់សុទ្ធតែអាក្រក់ទេមានតែវិធីប្រៀបធៀបដែលខុសទេទើបអាក្រក់អាហ្នឹងខ្ញុំឆ្លើយទី1សិនចាខ្ញុំឧទាហរណ៍ហេតុអីបានគេនិយាយរឿងរ៉ាវអ្នកជោគជ័យអ្នកអីមិនប្រៀបធៀបដែរចុះយើងឥឡូវមានរបស់ទាំងអស់ហ្នឹងទេអត់មានទេក៏ប៉ុន្តែយើងយកសេចក្តីប្រៀបធៀបនោះដើម្បីដឹងថាទីតាំងយើងនៅតាណា
យើងគួរធ្វើដំណើរបន្តទៅមុខយ៉ាងម៉េចទៀតដើម្បីលូតលាស់ដូចគេ ចា ការប្រៀបធៀបនោះមិនខុសទេក៏ប៉ុន្តែបើសិនជាការប្រៀបធៀបណាដែលដើម្បីលើកមួយទម្លាក់មួយនឹងឯងហើយការទម្លាក់មួយភាគច្រើនគឺទម្លាក់កូនខ្លួនឯងមកកូនឯងមើលគេមិនខ្ជិលទេហើយចុះឯងមិនក៏ខ្ជិលមែនឃើញទេការប្រៀបធៀបបែបនេះគឺជាការប្រៀបធៀបខុសហើយគឺជាការប្រៀបធៀបដែលមិនល្អ ចា អញ្ចឹងគ្មានឡើយពាក្យថាការប្រៀបធៀបគឺមិនល្អមានតែការប្រៀបធៀបមិនត្រឹមត្រូវទេទើបផ្ដល់ការប្រៀបធៀបមិនល្អបានអញ្ចឹងសូមបន្តការប្រៀបធៀបចុះតែប្រើប្រាស់ការប្រៀបធៀបឲ្យបានត្រឹមត្រូវ ចា ជាកម្លាំងចិត្តដើម្បីឆ្លើយតបជាមួយនឹងដំណើរដើរទៅមុខទៀតរបស់កូនក្នុងការអភិវឌ្ឍអានេះចំណុចទី ចា 1ចំណុចទី 2 ខ្លីមួយប្រៀបធៀបខ្លួនឯងពីម្សិលមិញនេះក៏ជាការប្រៀបធៀបដ៏ល្អដែរកូនមើលតើថ្ងៃនេះកូនបានកសាងចំណេះដឹងជំនាញអីបន្ថែមជាងកូនកាលពីម្សិលមិញហើយនេះក៏ជាការប្រៀបធៀបដែរតែប្រៀបធៀបនៃចំណុចដែលខ្លួនឯងត្រូវលូតលាស់បន្តមានតែការប្រៀបធៀបខុសទេដែលនាំយកនូវទស្សនវិជ្ជាអវិជ្ជមានទៅកាន់កូន ចា ការប្រៀបធៀបដែលត្រូវនៅតែជាការលើកទឹកចិត្តហើយជាការដែលធ្វើឲ្យកូនមាន commitment ដំណើរបន្តទៅខាងមុខទៀតបាទ ចា perfect ល្អខ្លាំងចាដោយសារតែមានការវែកញែកនិយាយស្ដីច្រើនទៅលើការប្រៀបធៀបអញ្ចឹងថ្ងៃនេះយើងបានដឹងទាំងអស់គ្នាហើយថាមានតែការប្រៀបធៀបដែលមិនត្រឹមត្រូវទេដែលនាំដល់ អវិជ្ជមាន ចាអញ្ចឹងសង្ឃឹមជឿជាក់ថាប៉ាម៉ាក់ទាំងអស់គ្នាបានរៀនសូត្រអំពីវីដេអូមួយនេះពីការសរសើរចាពីការបង្អាក់បន្ទោសមកជាការវែកញែកហើយនឹងបង្រៀនហើយជាពិសេសហ្នឹងគឺការប្រៀបធៀបមួយដ៏ត្រឹមត្រូវអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយ